anh nhớ xem sum chụp điệp xúa bà ngày đi bận tò một chụp kia chỉ môi biệt mấy bà cứ biết auto thả bà biết ní dương trời bên trên sầm lên thá auto thả auto thả bà nếu bên đây hiệt bắt chim chụp chỉ môi rồi có ticket chụp chỉ môi ticket bắt chim chụp chỉ môi hiệt ní tới khang lơ rồi khang cào được ní nu bên nu nâng bắt đầu sầm lên tới chia hiệt anh chẳng ăn thá auto thả អតថាប្រែថាដោយមិនដេចយ៉ាងម៉េចឬក៏ដោយរបៀបណាក្នុងភាសាកូរ៉េមានកិរិយាសព្ទគោលឬក៏គុណនាមគោលប៉ុន្តែនៅពេលដែលគេប្រើភ្ជាប់ជាប្រយោគគេត្រូវបំលែងវាទៅតាមលក្ខណៈផ្សេងៗពីគ្នាដូចជាពាក្យអតថានេះបំបែកចេញទៅជាអតេវអតនអតូខេ ចុះពាក្យទាំង3នេះប្រើនៅក្នុងកលៈទេសៈបែបណាឥឡូវយើងអាចមើលនៅប្រយោគទាំង3នេះបានប្រយោគទី1 오늘 날씨가 어때요? 오늘 날씨가 어때요? បាទសូមបញ្ជាក់ផងដែរថានាននៅទីនេះបញ្ចេញសំឡេងជារៀលដោយសាររៀលជួបជាមួយនានឬក៏នានជួបជាមួយរៀលនឹងបដូរទៅជាសំឡេងរៀលទាំងអស់ដូច្នេះអានថា 오늘 날씨가 어때요? តើអាកាសធាតុថ្ងៃនេះយ៉ាងម៉េចអញ្ចឹងពាក្យ Oteo ក្នុងភាសាកូរ៉េត្រូវប្រើបិទនៅខាងចុងប្រយោគដោយភ្ជាប់ជាមួយសញ្ញាសួរតែម្ដងពីព្រោះនេះគឺជាពាក្យសម្រាប់សួរហើយពាក្យនេះទៀតគឺប្រើនៅពីក្រោយប្រធានតែម្ដងបាទមានន័យថាបន្ទាប់ពីបរិយាស័ព្ទ ika អញ្ចឹងគេមានលក្ខណៈទម្រង់ដែលត្រូវទន្ទិញគឺបរិយាស័ព្ទ e ឬក៏ ka ហើយទីនេះគឺប្រធាន subject បាទប្រធាន e ka បាទមានផាឈិមឬពុំមានផាឈិមហើយគេដាក់ o te yo បាទ o te yo បាទ e ឬ ka o te yo ដូចជាទីនេះអញ្ចឹង 오늘 날씨 받침 없어요. 날씨 오늘 날씨 가 오늘 날씨가 어때요? តើអាកាសធាតុថ្ងៃនេះយ៉ាងម៉េចបន្តមកទៀត 어떤 날씨를 좋아해요? 어떤 날씨를 좋아해요? តើអ្នកចូលចិត្តអាកាសធាតុបែបណាអញ្ចឹង 어떤 គឺជាគុណនាមមួយដែលបញ្ជាក់លក្ខណៈឲ្យនាមបញ្ជាក់លក្ខណៈឲ្យ 날씨 អាកាសធាតុបែបណាអញ្ចឹងគេមានទម្រង់ដែលត្រូវចងចាំដូចគ្នាដែរបាទគឺ 어떤 បាទ plus ញងសាបាទ 어떤 ត្រូវភ្ជាប់ដោយខាងក្រោយគឺនាមបាទហើយខាងលើសំទោសវិកបន្តិចប្រធាន ika oteo 어떤 ត្រូវមាននាមបញ្ជាក់학교에 어떻게 가요? 학교에 어떻게 가요? បាទពាក្យនេះអានថា 어떻게 발음នៃពាក្យនេះបាទខ្ញុំសូមបញ្ចេញពាក្យនេះបាទ 어떻게 ហៀតបច្ឆិមជួបជាមួយគីយ៉កឬក៏គីយ៉កបច្ឆិមជួបជាមួយហ៊ីអឺតក្រឡាប់ចុះក្រឡាប់ឡើងបដូរទៅជាគីអឺតអញ្ចឹងអានថា 어떻게 학교에 어떻게 가요? តើអ្នកទៅសាលាដោយរបៀបណាមានន័យថាមធ្យោបាយទៅសាលាជិះអីទៅដូចគ្នាបាទអញ្ចឹងគេមានទម្រង់មួយទៀតដែលគេត្រូវចំណាំបាទបើគេប្រើ 어떻게 គឺនៅខាងក្រោយត្រូវភ្ជាប់ដោយកិរិយាសព្ទនេះថ្នាក់ពាក្យរបស់វាគឺគុណកិរិយាបាទ 어떻게 가요 ទៅយ៉ាងម៉េច 어떻게 먹어요 ញ៉ាំយ៉ាងម៉េច 어떻게 만들어요 ធ្វើយ៉ាងម៉េចបាទសរុបមក អតថាបំលែងចេញជា 어때요 어떤 어떻게 បាទនេះគឺជាទម្រង់ដែលយើងត្រូវទន្ទិញត្រូវចងចាំបើយើងចាំទម្រង់គោលទាំង3នេះហើយនោះនឹងពុំមានការភ័ន្តច្រឡំនោះទេបាទអញ្
ចឹងសូមអរគុណចំពោះការតាមដានវីដេអូនេះបាទប្រសិនបើបងប្អូនមានចម្ងល់ក៏ដូចជាចង់ចេះចំណុចអ្វីបន្ថែមទៀតអាចសរសេរនៅក្នុង comment បានបាទសូមអរគុណចំពោះការតាមដានបាទសូមជម្រាបលា